នេះគឺជាប្រាសាទដែលមានចម្លាក់ដំរីស្អាតជាងគេបំផុតហាក់បីដូចជាមានជីវិតពិតៗនិងជាប្រាសាទបងប្អូនភ្លុះជាមួយនឹងប្រាសាទប្រែរូបប្រព័ន្ធប្រហូរទឹកនៅប្រាសាទមេបុនខាងកើតនេះពេលទឹកភ្លៀងមិនអញ្ចឹងវីដេអូទី1ស្គាល់ប្រាសាទជាមួយនឹងប្រានុនក្នុង1នាទីដូច្នេះប្រាសាទដែលបងប្អូនកំពុងតែឃើញនេះឈ្មោះថាមេបុនខាងកើតដែលត្រូវបានសាងសង់នៅក្នុងឆ្នាំ952មូលហេតុដែលប្រាសាទនេះមានរូបរាងក៏ដូចជារចនាបថស្ថាបត្យកម្មស្រដៀងគ្នាជាមួយនឹងប្រាសាទប្រែរូបដែលសារតែសាងសង់នៅក្នុងរជ្ជកាលព្រះបាទរាជឥន្ទ្រវរ្ម័នទី2ដូចគ្នាហើយមូលហេតុមួយទៀតដោយសារតែប្រាសាទមេបុនខាងកើតនៅក្នុងកំឡុងពេលនោះគឺប្រជាពលរដ្ឋមានភាពពិបាកទៅធ្វើបុណ្យត្រូវជិះទូកហាក់បីដូចជានៅលើកោះជាមូលហេតុធ្វើឲ្យព្រះបាទរាជឥន្ទ្រវរ្ម័នទី2សម្រេចសាងសង់ប្រាសាទប្រែរូបមួយទៀតក៏ប៉ុន្តែប្រាសាទមេបុនខាងកើតនេះគឺពិតជាអស្ចារ្យខ្លាំងណាស់ហាក់បីដូចជាភ្នំសុមេរុដោយការកំឡុងពេលនោះប្រជាជនត្រូវជិះទូកដើម្បីទៅដល់ប្រាសាទមួយនេះដែលហាក់បីដូចជាឆ្លងកាត់មហាសមុទ្រដើម្បីទៅដល់ភ្នំសុមេរុហើយអ្វីដែលខ្ញុំបង្ហាញជូនបងប្អូនពីដើមវីដេអូប្រាសាទមេបុនខាងកើតមានចំណុចពិសេសមួយគឺមានចម្លាក់ដំរីស្អាតបំផុតហាក់បីដូចជាមានជីវិតពិតៗដោយមានក្បាច់ក្បូររចនាពិសេសខុសប្លែកពីគេហើយមើលទៅគឺពិតជារឹងមាំបំផុតហាក់បីដូចជាកំពុងឈរយាមប្រាសាទចម្លាក់ដំរីនេះគឺក្បាច់ក្បូរបច្ចេកទេសនៅក្នុងការឆ្លាក់គឺប្រណិតខ្លាំងណាស់ដោយក្នុងនោះមានកណ្ដឹងខ្សែក្រវ៉ាត់ពីពេញខ្លួនដែលសាងសង់ឡើងពីថ្មភក់តើបងប្អូនមានអ្វីចែករំលែកជាមួយខ្ញុំតាក់ទងជាមួយនឹងប្រាសាទមេបុនខាងកើត